Good morning, everyone. Good morning, ladies and gentlemen. Uh, Today I'm visit the farmer field. They grow mung bean, party cover crops. Okay. This is ជាការរបស់កសិករនៅស្រុករតនមណ្ឌលហើយវាជាដំណើរទស្សនកិច្ចមួយដែលខ្ញុំមកធ្វើការតាក់ទងទៅនឹងការងារកសិកម្មអញ្ចឹងនេះគឺជាដំណាំសណ្តែកបាយនេះគឺជាដំណាំកម្របដីដែលគាត់ធ្វើការដើម្បីកែសម្រួលជួយដល់បន្ថែមជីវជាតិដល់គុណភាពដីហើយក៏ទទួលបានផលផងដែរក្រៅពីសណ្តែកបាយបន្ទាប់ពីហើយនេះក៏ជាដំណាំកម្របដីក្នុងការសាក់លំងគេហៅថា demo plot demonstration ណាដែលជួយឲ្យកសិករអាចបន្ថែមតាក់ទងនឹងជីវភាពនៅជីវជាតិដីបន្ទាប់ពីគាត់ដាំនេះហើយគាត់ប្រមូលផលគាត់អាចនឹងដាក់ដំណាំផ្សេងជំនួសហើយគាត់អាចនឹងអត់ប្រើជីគីមីហ្នឹងគាត់ដូចជាការដាំពោតជាដើមចឹងជាថ្មីម្ដងទៀតនេះគឺជាចការនៅក្នុងស្រុករតនមណ្ឌលនិយាយរួមនៅ1គីឡូទៀតចិត្តខេត្តប៉ៃលិនចឹងកសិករនៅនេះគឺគាត់ធ្វើចការភាគច្រើនគាត់ដាំដំឡូងដាំពោតដាំសណ្តែកឡើងហើយនេះគឺជាដំណាំកម្របដីសណ្តែកបាយដែលយើងបានឃើញណានេះវីដេអូយ៉ាងប្លែកតិចដោយសារតាក់ទងទៅនឹងរឿងកសិកម្មគាត់ចង់ផ្ដល់ជាចំណេះដឹងដល់បងប្អូនដែរថាប្រជាជនកម្ពុជាភាគច្រើនគាត់ធ្វើកសិកម្មហើយឥឡូវខ្ញុំដើរទៅមើលដំណាំពោតគាត់ទៀតពីព្រោះគាត់ថានៅពេលដែលគាត់ក្រោយគាត់អនុវត្តតាក់ទងទៅនឹង demand plot cover crop សណ្តែកបាយហ្នឹងគាត់ដាំដំណាំពោតដែលអត់ប្រើជីគីមីចានេះផ្លូវទូទៅនេះផ្លូវធ្វើទៅទួយរៀមស្រុករតនមណ្ឌលទៅបាត់ដំបងវិញអានេះទីទៀតទៅដល់ព្រំបន្ទល់ខេត្តប៉ៃលិនដល់1គីឡូទៀតអញ្ចឹងយើងឃើញនេះភាគច្រើនកសិករនៅទីនេះគឺភាគច្រើនដាំពោតដាំសណ្តែកអីអញ្ចឹងហើយអូនេះមានដាំល្ងដែរនេះឃើញចការល្ងអ្នកដែលអត់ស្គាល់ល្ងនេះល្ងនេះដាំល្ងនេះបាទអូខេអូ shit ខ្ញុំដើរមកខុសផ្លូវជាស្អីបងអូទៅខាងនោះពេលខ្ញុំដើរមកខុសផ្លូវជាស្រ័យនេះពោតណាខ្លះដែលអត់ដែលឃើញចការពោតទេបាទនេះពោតចការពោតរបស់កសិករ corn is a corn field នេះផ្លែពោតនេះចការធំគាត់ដាំក្រៅពីពោតគាត់ដាំនេះដាំល្ងI'm not sure is it ល្ង but I think it's ល្ងខ្ញុំគិតថានឹងល្ងបាទទីខ្ញុំទៅដល់ទៅមើលពួកគាត់នេះជាចុងភ្នំ Okay again this is a farm field located in Ratana Mandol district, Battambang province, the border near Thailand province. Thank you for watching. Please subscribe.
នេះជាទស្សនវិជ្ជាការធ្វើកសិកម្មដាំបន្លែដាំដំណាំគម្របដីប្រព័ន្ធទ្រាសាស្ត្រលក្ខណៈនៅរបស់កសិករម្នាក់ទៀតនៅស្រុករតនមណ្ឌលខេត្តបាត់ដំបងស្រុករតនមណ្ឌលមានព្រំប្រទល់ជាប់នឹងខេត្តបៃលិនចិត្តទល់ដែនដែរណានេះទស្សនវិជ្ជាទូទៅរបស់គាត់ប្រព័ន្ធទ្រាសាស្ត្រការធ្វើកសិកម្មរបស់គាត់នេះប្រព័ន្ធទ្រាសាស្ត្រហើយនោះចការគាត់ចការគាត់សំតោកន្លែងប្រភពទឹកតាពាំងឬស្រះរបស់គាត់ណាអានេះដំណាំគាត់ទៅដាំថែមនេះដូចជាខិតណាដំណាំខិតណាបាទមានច្រើននេះស្ពៃគាត់ណាមិនខ្ញុំថតហើយភាសានេះស្ពៃបាទស្ពៃយើងធ្វើជួអចាំមើលខ្ញុំដើរទៅមើលតាពាំងគាត់តិចយើងលឺម៉ាស៊ីនហ្នឹងគឺគាត់កំពុងបូមទឹកស្រោចដំណាំគាត់ស្រោចដំណាំគាត់មានផ្ទះសំណាញ់ដែរអ្នកថាបាទឃើញគាត់ប្រមូលផលបានខ្លះដែរនេះកាលពីហ្នឹងគាត់មានជីដែរនេះជីផ្ទីអានេះប្រព័ន្ធទឹកនេះម៉ាស៊ីនគាត់អានេះជាអញ្ចឹងអានេះជារបៀបធ្វើកសិកម្មឲ្យស្លឹកបាក់ស្លឹកបាក់នេះម៉ាស៊ីនគាត់តាពាំងគាត់ស្រះទឹកនេះទៅយកប្រព័ន្ធសយសគាត់អញ្ចឹងដាំក្រៅទៀតបាទលើកផ្ទះគាត់នំកសិករនៅនេះវាច្រើនធ្វើចការនេះប្រព័ន្ធទ្រាសាស្ត្រទៀត
។